តទៅបកគោក្រហមគឺមានទម្ងន់75គីឡូក្រាមកម្ពស់1.85 ម៉ែត្រនិងអាយុ27ឆ្នាំស្ថិតិប្រកួតគុំខ្មែរ200ដងឈ្នះ157ដងចាញ់33ដងស្មើ10ដងនៅក្នុងនោះក៏ធ្លាប់ផ្ដួលដៃគូតាមលក្ខណៈបច្ចេកទេសចំនួន73ដងគេវឹកហាត់នៅក្លឹបប្រដាល់វិក្រិយចក្រមុខនៃសមាគមកីឡាក្រសួងមហាផ្ទៃដែលមានលោកគ្រូបង្វឹកលោកគ្រូស្វាយសុខុនលោកស្រីអ្នកនាងកញ្ញាសូមសំឡេងទះដៃឲ្យកូនរំពងដល់នាគរាជខ្មែរចក្រមុខឈឺកម្ពស់1.78 ម៉ែត្រអាយុ20បទពិសោធន៍នៅក្នុងការប្រកួតលើសង្វៀន11ដងឈ្នះ8ចាញ់3និងដួលដៃគូប្រកួតឲ្យសន្លប់ចំនួន2ដងលោកស្រីនិងអ្នកកញ្ញាទាំងដៃស្វាគមន៍បកគោខៀវមកពីប្រទេសអ៊ីរ៉ានយ៉ាវ៉ាអូរ៉ានីនេះគឺជាការប្រកួតគូមិត្តភាពអន្តរជាតិចុងក្រោយប៉ុន្តែមិនបានន័យថាយើងបញ្ចប់ការប្រកួតត្រឹមគូនឹងទេបាទគូក្រោយយើងនឹងឈានចូលដល់ការប្រកួតគូមិត្តភាពអធិស្ឋានបាទគូប្រកួតដណ្ដើមពាននិងប្រាក់លាភពីស្រងឥឡូវនេះយើងក៏លេងមកមើលការប្រកួតបាទគូទី5នៅក្នុងកម្មវិធីបាទជឿល្បីដូចជាគាត់ថាខ្ជិលចិត្តយូរបាទព្រោះថាស្លឹងមើលដៃគូមិនក៏មិនស្វ័យបង្គំគ្រូយូរដែរចូលមកដៃស្វ័យបង្គំគ្រូអីយ៉ាងម៉េចបាទជឿល្បីមិនបខំបោះខាងក្រោមនាំជឿល្បីលេងជួយឲ្យដែរនេះបាទច្បាប់បាទកន្លងមកពីប្រទេសរងមិនចាំមិនដៃមានគិកបុកស៊ីតើចូលជឿល្បីចាប់ខាងក្រោមចាប់បានបងមួយអត់ទួលគាត់ថារៀបត្រេមចំហបន្តិចជឿល្បីកំពុងតែយល់តាមចង្វាក់លេងគុណខ្មែរតើចូលជឿល្បីអត់យល់មួយជឿល្បីយកមួយទៀតខាងណាចង់យកបោះស្ដាំអត់តដល់ទេបាទលើទៅបំលាស់ទីរបស់ចៅបាតនេះគឺរៀងលឿនគាត់ឆ្វេងមកជុំជួយល្បីអើច្បាស់ហ៎តែជួយល្បីអត់គាត់ខាងក្រោយមកដល់តើចូលជួយល្បីទៀងហើយវិញបលាយកាយបលាយពេលក្រោយបាទចង់ថាលឿនបែបជួយល្បីកំពុងតែហៅថាប្រើទៅយុទ្ធសាស្ត្រធ្វើឲ្យគាត់បាត់និតមើលងើយមុខរបួសថាតើបន្តទៀតបានឬក៏មិនបានមួយចាបានឬមិនបានបានរឿងអីថាមិនបានបាទជឿល្បីមិនប្រឡែងសោមរៀបមួយបានផលបន្តដល់ចូលជឿល្បីគាត់តែឆ្វេងជឿល្បីតាមហេតាក់ជើងជឿសមុទ្របាទលោកឆ្វេងពីដៃសាសាជឿល្បីលោកឆ្វេងអូជឿល្បីតាមហេCambodia! មិនចាប់ទឹកទេឥឡូវចាំមើលពីទៀតបាទសម្លេងបងប្រូច្រើនមែនទែនបាទពីពុកម៉ែបងប្អូនអ្នកខេត្តបាត់ដំបង Proszę! ត្រង់នេះបាទបាត់កែស្ដាំពីចាបាត់ចូលស្មារតីអត់ត្រូវទេហេបងសុំកន្លែងឆ្នៃមួយមកកន្លែងឆ្នៃដូចពូស្រងត្រង់ណាហើយជាតំណែងហើយតំណែងឬមិនតំណែងអត់សាព្រៀមពេញចូលមួយញូច
ញូចអញមួយពីជើងល្បីតាមត្រង់នេះធាក់មកជើងស្ដាំមកដឹងថាចូលជើងឬក៏ចូលជង្គង់បាទអូត្រង់នេះមកតាមខ្ញុំរៀនតាមលោកគ្រូភូមិនេះគេហៅហាក់ណាមានជ្រើចពពកបាទចូលហត់ជើងពីរបាទបងប្អូនសូមសម្លេងបាទគេហៅថាលើកចិត្តដល់បកគលឃីវចាប់បាត់ម្នាក់មួយបាទអពុថាគាត់បែកផងគាត់ចូលជង្គង់ផងបាទអត់តន់ចប់ទេបងប្អូនណានៅសល់គូក្រោយមកគូទៀតបាទក៏ឆ្ងាញ់ដែរបាទសម្រាប់ការប្រកួតវគ្គផ្នែកប្រតិបត្តិពានប្រាក់លានប៊ូស្រងបាទទស្សនិកជនជាទីមេត្រីតាមរយៈការផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី1ជ័យជំនះបានទៅលើបកគលក្រហមធម្មតាមិនធម្មតាទេបាទផ្ទះដៃម្ដងទៀតបងប្អូនឲ្យជឿល្បីណាពីភ័យហ្មងបាទខ្ញុំមានអីឡងតែពីរែកមកជង្គង់ទៅហើយបាទគឺណែនឹងឡើយនឹងទិញមិនរួចទេបាទនៅក្នុងការ live តែម្ដងក្នុងនាមអ្នកកំពុងធំដូចគ្នាជឿនល្បីមកកែងបោះជើងល្វីមិញចូលឲ្យតសៃធំបាទនេះមកដុំទៅនេះតសៃធំហើយវងវត្តថ្ងាសយើងមានតសៃតូចតសៃធំមានអីជូតល្អបាទគាត់ថា